រឿងក្តីដែលគ្រួសារមួយចងចាំអស់មួយជីវិតដោយសារគាត់បានគេងជាមួយនឹងសាកសពមួយយប់តែមិនដឹងខ្លួនរឿងក្តីនេះកើតឡើងនៅពេលដែលគ្រួសារមួយទៅវិសាមការនៅឆ្នេរមួយរបស់ប្រទេសមួយដែលជាប់នឹងសមុទ្រដែលស្ថានភាពនោះឈ្មោះថា Motel ពេលនោះគាត់បានបើកទ្វារចូលទៅកាន់បន្ទប់គេងរបស់គាត់ពេលនោះធំក្លិនស្អុយខ្លាំងមែនទែនគ្រួសាររបស់គាត់មានការធំក្លិនស្អុយរលួយមកពីណាមិនដឹងពេលនោះគាត់បានរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងដើម្បីដូរបន្ទប់ប៉ុន្តែនៅពេលយប់នោះបន្ទប់ត្រូវបានគេកក់អស់រួចទៅហើយមិនមានបន្ទប់ដែលនៅសល់ទេដូចនេះគាត់សម្រេចចិត្តថាចង់មកញ៉ាំបាយពេលយប់សិនដើម្បីឲ្យអ្នកសម្អាតទៅសម្អាតពេលនោះគាត់និយាយគ្នាថានឹងបានបន្ទប់មួយគេងនៅពេលយប់នេះហើយប៉ុន្តែត្រឡប់មកវិញបន្ទប់នោះបែរជាកាន់តែធំក្លិនស្អុយខ្លាំងមែនទែនពេលនោះបរិសុទ្ធដែលជាប្តីបានខឹងសម្បាជាមួយនឹងអ្នកគ្រប់គ្រងខ្លាំងមែនទែនក៏បានស្ដីបន្ទោសបន្តិចបន្តួចសួរនាំអំពីហេតុផលហេតុអ្វីបានវាមិនបាត់ក្លិននេះពេលនោះអ្នកគ្រប់គ្រងបានត្រឹមថាអ្នកឯងសម្រាប់មួយថ្ងៃសិនទៅព្រោះពួកយើងមិនមានបន្ទប់ដើម្បីផ្លាស់ប្ដូរឲ្យអ្នកទេពេលនោះខ្លួនដែលជាប្តីមិនមានចម្រើសអីផ្សេងក៏ស៊ូទ្រាំដេកដោយគ្របភួយបិទនឹងច្រមុះដើម្បីកុំឲ្យធំក្លិនខ្លាំងពេកពេលព្រលឹមឬក៏ព្រឹកឡើងនឹងបុរសដែលជាប្តីនឹងបានខឹងសម្បាជាមួយនឹងអ្នកគ្រប់គ្រងជាខ្លាំងក៏បានស្វែងរកប្រភពនៃក្លិននិងហេតុអ្វីវាស្អុយបានស្វែងរកគ្រប់ឆ្អឹងទាំងអស់នៃបន្ទប់ពេលនោះគាត់បានលើកពុកចេញក៏បានឃើញស្នាមពុកដែលជាស៊ុំរបស់ពុកនឹងប្រហោងខ្មៅមួយក៏ចម្លែកប្តីក៏បានទៅមើលពេលនោះគាត់បានដាក់ថ្មីចូលទៅចិត្តប្រហោងនោះអ្វីដែលគាត់បានឃើញគឺបានចងចាំអស់មួយជីវិតគឺបានឃើញសាកសពស្ត្រីម្នាក់ដែលស្អុយរលួយធំក្លិនយ៉ាងព្យាយមកកាន់មុខរបស់គាត់ហើយថ្មីរបស់សាកសពនោះសម្លឹងមកមើលមុខគាត់យ៉ាងគួរឲ្យខ្លាចនិងភ័យរន្ធត់ដែលគ្រួសារនោះនៅចងចាំអស់មួយជីវិតរបស់គាត់ដែលហេតុការណ៍នេះកើតឡើងនៅឆ្នាំ2010ដែលសាកសពនេះគឺជាស្ត្រីដែលត្រូវសម្លាប់ដោយសង្សាររបស់គាត់តែបុរសដែលជាអ្នកសម្លាប់ត្រូវបានគេដាក់ទោសនិងជាប់គុកអស់មួយជីវិតដែលរឿងក្តីនេះនៅតែមាននិយាយតគ្នាដែលជារឿងក្តីដ៏គួរឲ្យខ្លាចដែលគ្រួសារមួយបានចូលទៅក្នុង hotel ដើម្បីសម្រាកដើម្បីវិស្សមការរបស់គាត់តែបែរជាជួបរឿងដ៏គួររន្ធត់ដែលបានគេងនៅលើសាកសពអស់រយៈពេលមួយយប់ដោយមិនដឹងខ្លួន